គួរឲ្យកោតសរសើរណាស់ទូការយកច្រឡំខុសលើប្រទេសកម្ពុជាច្រើនអ្នកផលិតមាតិកានារីកូរ៉េមិនសង្ងំសុខប្រើសម្លេងរបស់ខ្លួនប្រាប់ពិភពលោកពីការពិតនិយាយពីអ្នកបង្កើតមាតិកា Facebook ជនជាតិកូរ៉េដ៏ល្បីឈ្មោះនារីកូរ៉េតែងតែឆក់យកការចាប់អារម្មណ៍កាន់តែខ្លាំងពីមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមជាមួយនឹងការបង្ហោះផ្សេងៗលើ Facebook Page របស់នាងទាក់ទងនឹងទឹកដីកម្ពុជាបង្ហាញពីទំហំចិត្តនិងក្តីស្រឡាញ់ចំពោះភាសាវប្បធម៌ប្រវត្តិសាស្ត្ររបស់កម្ពុជាគួរឲ្យសរសើររាល់ការបង្ហោះរបស់អ្នកបង្កើតមាតិកាជនជាតិកូរ៉េរូបនេះបានធ្វើឲ្យមហាជនខ្មែរចែករំលែកដោយក្តីពេញចិត្តនិងសរសើរខ្លាំងចំពោះនាងដែលក្នុងនាមជាជនបរទេសមួយរូបមានទឹកចិត្តស្រឡាញ់និងតែងតែជួយផ្សព្វផ្សាយពីប្រទេសកម្ពុជាទៅកាន់ពិភពលោកជាក់ស្ដែងស្រាប់ពេលកម្ពុជារងការឈ្លានពានពីប្រទេសថៃកន្លងមកឃើញថាអ្នកផលិតមាតិកាវីដេអូរូបនេះក៏បានចូលរួមចំណែកយ៉ាងសកម្មជំនួយដល់ប្រជាជនកម្ពុជាទាំងសកម្មភាពសប្បុរសធម៌ផ្សេងៗនិងការជួយផ្សព្វផ្សាយបង្ហាញពីការពិតនៃកម្ពុជាតាមរយៈវីដេអូនិយាយជាភាសាកូរ៉េនិងអង់គ្លេសទៅកាន់ពិភពលោកជាបន្តបន្ទាប់មកដល់ពេលថ្មីៗកន្លងទៅនេះក្រោយឃើញកម្ពុជានៅតែរងការបំពានឈ្លានពានទឹកដីព្រមទាំងមានព័ត៌មានបំភ្លៃការពិតពីកម្ពុជាច្រើនក៏បានឃើញ Facebook របស់អ្នកផលិតមាតិកាវីដេអូជនជាតិកូរ៉េល្បីឈ្មោះរូបនេះបានចេញវីដេអូថ្មីម្ដងទៀតនិយាយពីកម្ពុជាដោយក្នុងនាមអ្នករស់នៅលើទឹកដីកម្ពុជាស្រឡាញ់កម្ពុជានាងពិតជាស្អប់អ្នកធ្វើបាបប្រទេសកម្ពុជាព្រមទាំងសូមកុំឲ្យមានអំពើអាក្រក់កើតឡើងមកលើកម្ពុជាទៀតផងក្នុងនោះនារីកូរ៉េបានសរសេរផ្សារភ្ជាប់ជាមួយនឹងវីដេអូទៀតថាសួស្តីបងប្អូនទាំងអស់គ្នាពេលនេះនាងខ្ញុំបានរស់នៅយ៉ាងសុខសប្បាយនៅប្រទេសខ្មែរនាងខ្ញុំជាមនុស្សម្នាក់ដែលស្អប់អ្នកដែរបានធ្វើទង្វើអាក្រក់មកលើទឹកដីខ្មែរខ្ញុំសង្ឃឹមថានឹងមានព័ត៌មានល្អៗច្រើនជាងនេះទៀតអំពីប្រទេសខ្មែរពិតជាគួរឲ្យកោតសរសើរមែនទែនដែលនារីជនជាតិកូរ៉េមករស់នៅលើទឹកដីខ្មែរមួយរយៈគាត់ដឹងពីទំហំចិត្តប្រជាជនខ្មែរយើងគឺមានក្តីស្រឡាញ់រួសរាយរាក់ទាក់និងជួយយកអាសាគ្នាខ្លាំងណាស់យុគ9នេះសង្ឃឹមថាការពិតនឹងបង្ហាញបណ្ដាចាតតទៅនឹងព័ត៌មាននេះក៏បានបញ្ចប់សូមអរគុណជម្រាបលា